Và mà sức đây chắc ngày nay nhầm đừngធ្វើការបង្រៀនចេញទួចទៅតងទៅនឹងការប្រើប្រាស់នៅលើកម្មវិធី design online មួយដែលមានឈ្មោះថា Canva អញ្ចឹង website Canva គឺជា website ធំមួយដែលយើងអាចធ្វើការ design និងធ្វើវីដេអូផ្សេងៗជាច្រើនទាំង animation ផងដែរអញ្ចឹង Canva របស់ខ្ញុំនេះគឺខ្ញុំទិញ license អញ្ចឹងខ្ញុំអាចប្រើប្រាស់បានទាំងអស់វាស្ទើរតែ 100% អញ្ចឹងយើងមកមើលពី interface នៅលើកម្មវិធី Canva ឬក៏ហៅថា website canva.com អញ្ចឹងនេះគឺជាឈ្មោះវាគឺ canva.com យើងមើលនៅផ្នែកខាងលើនេះគឺជាឈ្មោះ Canva អញ្ចឹងយើងមកមើលនៅផ្នែកខាងស្ដាំនេះគឺជាឈ្មោះ account ដែលខ្ញុំទិញ version ពីគេមកហើយនេះគឺជាប៊ូតុង search ដែលយើងអាច search នៅ template ជាច្រើនមិនថាវីដេអូឬក៏ template សម្រាប់ផុសទៅក្នុងsocial media ជាច្រើនទៀតហើយខាងនេះគឺវាមានខាងផ្នែកខាងស្ដាំវាមាន home វាមាន project មាន template មាន brand មាន app ផ្សេងទៀតដែលយើងអាចធ្វើការទាញបញ្ចូលហើយនឹង class work ជា class work ខ្ញុំអត់មានទេសម្រាប់ app អញ្ចឹង app យើងអាចធ្វើការ add បន្ថែមដើម្បីបញ្ចូលជាមួយនឹងកម្មវិធី Canva របស់យើងដោយយើងធ្វើការចុច add បន្ថែមដើម្បីយកមកប្រើប្រាស់ហើយវាមានច្រើនណាស់ក្នុងហ្នឹងយើងអាចមកមើលនេះវាមានច្រើនហើយសម្រាប់ brand គឺយើងមាននេះជា brand ជាច្រើនទេតែខ្ញុំមិនដែលប្រើទេតែតោះនៅ template brand ក៏វាមានដែរខ្ញុំអត់បាន add បញ្ចូលទេហើយទៅនៅ template ចឹង template វាមានច្រើនទម្រង់សម្រាប់យើងយកមកប្រើប្រាស់ដោយយើងគ្រាន់តែមើលនៅគំរូដែលគេធ្វើការចងក្រងសម្រាប់យើងយកមកប្រើប្រាស់បានយើងគ្រាន់តែយកមកច្នៃហើយនឹងធ្វើការកែប្រែនៅចំណុចណាមួយដែលយើងគិតថាយើងចង់ធ្វើការកែប្រែចឹងឧទាហរណ៍ទៅនៅវីដេអូផ្សេងៗដែលយើងអាចយកទៅផុសនៅក្នុង social media មិនថា TikTok YouTube ឬក៏ Facebookចឹងវាមានជា social media ដែលយើងអាចធ្វើការផុសទាំង Instagram ក៏បានដែរចឹងនេះគឺជាទម្រង់បែបបញ្ឈរបែបទូរស័ព្ទដៃចឹងយើងអាចចុចនៅលើវាហើយយើងយកមកច្នៃថែមអក្សរថែមនៅឈ្មោះនៅ logo របស់យើងដើម្បីយកមកប្រើប្រាស់ចឹងក្នុងនេះវាមានជាច្រើនទៅទៅនឹង template នេះចឹងវាមាន template តាំងពី business ទៅទៅនឹង business ចឹងនេះគឺជា business ទៅទៅនៅផ្នែក businessចឹងសម្រាប់ business គឺវាមានទម្រង់មួយវាទៅទៅនឹង business សម្រាប់យើងប្រើប្រាស់ចឹងយើងគ្រាន់តែចុច click លើវាមួយហើយយើងយកមកប្រើប្រាស់បានទៅទៅនឹង document ចឹងនេះទៅទៅនឹង document ហើយទៅទៅនឹង presentation ដែលយើងអាចបង្កើតនៅ presentation ដោយវាមានជាគំរូជាច្រើនរាប់រយរាប់ពាន់ template នៅក្នុងនោះសម្រាប់យើងយកមកធ្វើការបន្ថែមនៅព័ត៌មានរបស់យើងដើម្បីបង្កើតជា slide មួយដែលវាល្អសម្រាប់យើងហើយខាងក្រោមគឺ whiteboard ទៅទៅនៅ whiteboard ក៏វាមានជាទម្រង់មួយវាដែរនេះគឺទម្រង់ graphic ផ្សេងៗដែលយើងអាចយកមកប្រើប្រាស់បានហើយទៅទៅនឹង business card អញ្ចឹងសម្រាប់ business card គឺទៅទៅនឹង card របស់យើងហ្នឹងគឺហៅថានេះមកបានតែវាមានជាទម្រង់ជាច្រើនដែលយើងអាចយកមកប្រើប្រាស់ហើយយើងធ្វើការកែច្នៃនិងបន្ថែមការ design បន្តិចតួចរបស់យើងពីលើនៅបែបបទរបស់យើងទៅមិនថាបែបបទខ្មែរឬបែបបទរបស់គេក៏បានដែរហើយទៅទៅនឹង flavor អញ្ចឹង flavor ក៏វាមានច្រើនដែរនេះជាទម្រង់មួយវាបែបបញ្ឈរហើយយើងផុសក្នុងបែបទូរស័ព្ទយើងផុសទៅយើងមើលបែបទូរស័ព្ទឬក៏យើងអាច print ជាក្តារតូចតូចទៅទៅនឹង prototype ចឹងនេះគឺទៅទៅនឹង prototype ផ្សេងទៅទៅនឹង ED ទៅទៅនឹងការអប់រំសិក្សាផ្សេងmind map នេះគឺ mind map ជាទម្រង់ mind map ដែលយើងអាចយកមកប្រើប្រាស់បានហើយវាមានជាច្រើនទៀតក្នុងនេះយើងអាចរៀបរាប់អស់ទេអញ្ចឹងហើយយើងមកមើលកន្លែងត្រង់នេះគឺទៅទៅនឹង project អញ្ចឹង project នេះគឺជា project ដែលខ្ញុំបានធ្វើខ្ញុំបានយកមកប្រើប្រាស់ទៅទៅនឹងការ design រូបភាពនិងទាំងការប្រើប្រាស់ជាមួយនឹងវីដេអូអ
ចឹងទៅនៅប្រជិញនេះយើងមើលនៅ option វាមានជាច្រើនទៀតនៅលើនេះវាមាន own មានអីមានឈ្មោះរបស់យើងនឹងទៅនឹង gratis នេះ category ចឹងវាមានជាច្រើនដែលយើងអាចមានទាំង template YouTube ផ្សេងៗដែលយើងធ្វើការ design ចឹងខ្ញុំទៅតែទិញ license គេយកមកប្រើដែរទេនេះទៅនឹង date ចឹងថាការ design របស់យើងសមមាញ់មានអីខ្លះចឹងវានឹងប្រាប់ការ design សមមាញ់មានអីខ្លះប្រាប់យើងអានេះយើងអាចធ្វើការ hit វាបានយើង hit វាមកហើយយើងអាច clear ទៅវានឹងប្រាប់ជាទម្រង់ដើមមកវិញអញ្ចឹងនៅក្នុងនេះវាបែងចែកមានទាំង all មានទាំង folder មានទាំងការ design ទៅនឹង image ផ្សេងៗដែលធ្វើការ upload ចូលអញ្ចឹងក្រោយពីយើង upload នៅរូបភាពផ្សេងៗចូលក្នុងហ្នឹងវានឹងធ្វើការរត់ចូលទៅក្នុង folder ឬក៏ image របស់យើងនេះជារូបភាពដែលខ្ញុំធ្វើការ upload ចូលទៅក្នុងហ្នឹងដើម្បីប្រើប្រាស់ក្នុងការ design របស់ខ្ញុំនៅក្នុងកម្មវិធី Canva មួយនេះអញ្ចឹងលើនេះយើងមិនបាច់ធ្វើការកែប្រែទេសម្រាប់ខ្ញុំគឺខ្ញុំអត់កែប្រែទេគឺខ្ញុំប្រើតែម្ដងសម្រាប់ setting នេះក៏ខ្ញុំអត់មានការកែដែរ setting របស់វានេះអញ្ចឹងសម្រាប់ setting ក៏ខ្ញុំអត់បានកែប្រែដែរគឺខ្ញុំប្រើទម្រង់របស់គេបែបហ្នឹងតែម្ដងគឺយើងទិញមកវាមានទាំង font ខ្មែរ font អីជាង200 font នៅក្នុងហ្នឹងដែលគេលក់តាម online ហ្នឹងយើងធ្វើការទិញមកយកមកប្រើប្រាស់អញ្ចឹងយើងអាច search នៅ template ជាច្រើនអញ្ចឹងឧទាហរណ៍ទាក់ទងទៅនឹង CV យើងវាយបែប CV ចឹងមកអញ្ចឹងវានឹងមានទម្រង់ CV ជាច្រើនចាប់ខ្ញុំចុចហូបហ្នឹងខ្ញុំភ្លេចមិនខ្ញុំ search កន្លែងខ្ញុំធ្វើកន្លែងបច្ចេកខ្ញុំឯងវាខុស CV អញ្ចឹងយើងអាច search នៅ CV បានអញ្ចឹងនេះគឺជាទម្រង់ CV ជាច្រើនបែបថ្មីយើងអាចយកមកធ្វើជាគំរូសម្រាប់យើងប្រើប្រាស់បានអញ្ចឹងទម្រង់ CV ជាច្រើនអញ្ចឹងការកែប្រែយើងមិនអីទេយើងគ្រាន់តែចុចលើវាមួយមកឧទាហរណ៍ CV ទាំងអស់ហ្នឹងយើងមើលថា CV មានอะไรយើងចាប់អារម្មណ៍ចុចឧទាហរណ៍ទៅទៅនឹង CV មួយនេះយើងចុចលើវាមកអញ្ចឹងវានឹងចេញទម្រង់បែបនេះអញ្ចឹងវានឹងចេញទម្រង់ CV ជាច្រើនទៀតខាងក្រៅប៉ុន្តែដល់ពេលយើងចង់ប្រើយើងចុចកន្លែងនេះទៅទៅនឹង custom this template អញ្ចឹងក្រោយពីយើងចុចលើនៅពេលហ្នឹងវានឹង load នៅកន្លែងដែលយើងធ្វើការកែជាមួយនឹង template របស់យើងអញ្ចឹងនេះគឺជា template CV របស់យើងអញ្ចឹងយើងអាច zoom វាមកដល់យើងចុច control ហើយយើង scroll ម៉ៅរបស់យើង scroll អាកណ្ដាលដែលមានដូចកង់ហ្នឹងយើង scroll ទៅវាធ្វើការ preview របស់យើងអញ្ចឹងយើងអាចធ្វើការកែប្រែនៅរូបភាពអញ្ចឹងសម្រាប់រូបភាពយើងអាចទាញរូបភាពពីក្រៅរបស់យើងយកមកទម្លាក់ចូលក៏បានដែរអញ្ចឹងថតខ្ញុំមានរូបភាពអញ្ចឹងខ្ញុំធ្វើការទាញរូបភាពរបស់ខ្ញុំយកមកទម្លាក់ចូលនៅក្នុងហ្នឹងអញ្ចឹងក្រោយពីយើងទម្លាក់ចូលចាំតិចនេះយើងទម្លាក់ចូលមកតែសាររូបភាពនេះខ្ញុំធ្លាប់ទាញចូលម្ដងហើយដល់ពេលអញ្ចឹងទៅវានេះយើងអាចទាញរូបភាពរបស់យើងមកយកមកដាក់ចូលក្នុងនឹង block ញ៉ាំស្រួលទេយើងដាក់រូបភាពចូលបានហើយយើងដូរឈ្មោះរបស់យើងមកអីគេយើងដាក់តាមនឹងមកឈ្មោះរបស់យើងចឹងមកហើយយើងដូរទៅទៅនឹងប្រវត្តិផ្សេងៗទៅនឹងការរៀនសូត្ររបស់យើងបទពិសោធន៍ការងាររបស់យើងមានអីខ្លះយើងធ្វើការ zoom មកជិតមកយើងធ្វើការកែប្រែតាមនឹងមកហើយaboutនេះយើងអាចធ្វើការសេបញ្ចូលទៅនៃរបស់យើង skill ជំនាញរបស់យើងមានជំនាញខ្លះលេខទូរស័ព្ទពីបើសិនជាយើងមានទាំងលេខទូរស័ព្ទយើងដាក់លេខទូរស័ព្ទចូលមកមាន website ក៏យើងដាក់ website ចូលមកបើសិនជាយើងមានសរសរមានផ្សេងៗទៀតយើងអាចដាក់បញ្ចូលមកខាងក្រៅមួយចំនួនទៅនឹងការតំណែងផ្សេងៗនេះបបិសោតការងាររបស់យើងអាចធ្វើបញ្ចូលក្នុងនឹងទៅសេបញ្ចូលមកដើម្បីឲ្យគេដឹងពីរបស់យើងជាលក្ខហើយយើងអាចធ្វើការដូរពណ៌ដល់បើសិនជាយើងចង់ដូរពណ៌យើងអាចចុចលើនឹងមកយើងឆ្លាញ់ពណ៌ណាអញ្ចឹងយើងអាចធ្វើការដូរពណ៌ផ្សេងៗទៅតាមអ្វីដែលយើងចង់បានយើងគាត់คลิกលើនឹងមកឬក៏ background យើងចង់ដូរពណ៌ background យើងចុចលើពណ៌ background បែបហ្នឹងមកហើយយើងអាចធ្វើការដូរពណ៌ background របស់យើងទៅតាមទម្រង់ដែលយើងចង់បានទម្រង់ហ្នឹងឬក៏ទម្រង់ពណ៌សពណ៌អីចឹងតែយើងទេគឺខ្ញុំបានពណ៌សបែបនេះយើងដាក់ទម្រង់ពណ៌សបែបហ្នឹងមកយើងនឹងបាននៅ CV របស់យើងមួយហើយយើងអាចបន្ថែមនៅខាងក្រោមយើងអាច add មកដើម្បីបង្កើតនៅ
ទាំងបែបនឹងមួយទៀតចុចបូកចាំមកនេះឃើញអត់យើងបូកបានច្រើនលើហ្នឹងយើងចង់លុបយើងអាចលុបត្រង់នេះវិញយើងលាក់យើងអាចចុចត្រង់នេះដើម្បីលាក់ហើយនេះដើម្បីយើង duplicate វាបានពីរដូចគ្នាអញ្ចឹងឧទាហរណ៍ចេះអានេះគឺជាខ្ញុំមានតែមួយទេអញ្ចឹងខ្ញុំ duplicate ចុចត្រង់នេះមកអញ្ចឹងវា duplicate ទៅវាថាវាចម្លង page ទី2គឺតម្រងមានដូចគ្នាបែបបិទអានេះយើងអាចធ្វើបានហើយយើងអាច add page ត្រង់នឹងលុបចោលចាក់សោជាងចាក់សោមានថាយើងអាចធ្វើការកែប្រែទេឬក៏យើងចាក់សោដើម្បីកុំឲ្យវាមានការលុបនៅលើនឹងយើងកែប្រែបានធម្មតាប៉ុន្តែថាយើងអាចលុបវាបានទេឃើញវាបិទកន្លែងលុបចោលអាក្រោមយើងអាចកែប្រែបានអញ្ចឹងណាតើតើនឹងការប្រើប្រាស់វាហ្នឹងហើយយើងអាចប្រើប្រាស់នៅ នេះ element ផ្សេងៗទៀតតែតรง element នេះយើងអាចចុចលើនឹងមកយើងថែមនៅ element ផ្សេងៗដែលយើងចង់ឆ្នៃប៉ុន្តែយើងមិនបាច់ទៅឆ្នៃច្រើនទេនៅលើ CV សម្រាប់ CV អញ្ចឹងសម្រាប់ CV គឺយើងប្រើទូទៅតែប៉ុណ្្នឹងទៅយើងអាចប្រើប្រាស់ការឆ្នៃបន្តិចៗលើ CV ចាស់មកគេយើងអាចយកមកប្រើប្រាស់បាន